ឧទាហរណ៍ថាបើយើងចង់រកទីតាំងឲ្យត្រូវនឹងមុខរបរធាតុឈើអញ្ចឹងយើងគួរតែរកទីតាំងហ្នឹងបែរទៅទិសណាចាជម្រាបសួរនាងខ្ញុំឈ្មោះឈីវណ្ណាជាទីប្រឹក្សារបស់សាកលវិទ្យាល័យហុងស៊ុយថ្ងៃនេះនាងខ្ញុំចង់ចែកចាយអំពីការរើសទីតាំងឲ្យត្រូវតាមមុខរបរទីតាំងការិយាល័យឬក៏ជាសំណង់ក្រុមហ៊ុនគឺយើងរើសបែបណាឲ្យត្រូវមុខរបរអញ្ចឹងចំណុចទី1ដែលយើងត្រូវពិចារណាថាតើមុខរបរយើងគឺជាមុខរបរធាតុអីព្រោះធាតុនោះមានមុខរបរមានធាតុ5ចង់និយាយថាមាន5ធាតុមុខរបរ5ធាតុគឺមានមុខរបរធាតុទឹកធាតុឈើធាតុភ្លើងធាតុដីនិងធាតុមាសអញ្ចឹងឧទាហរណ៍ថាបើយើងចង់រកទីតាំងឲ្យត្រូវនឹងមុខរបរធាតុឈើអញ្ចឹងយើងគួរតែរកទីតាំងហ្នឹងបែរទៅទិសណាទី1គឺបែរទៅទិសជើងជ្រៀងកើតទី2គឺបែរទៅទិសខាងកើតទី3គឺបែរទៅកើតជ្រៀងត្បូងទី4គឺបែរទៅត្បូងជ្រៀងលិចហើយនឹងចំណុចបន្តទៀតគឺជាមុខរបរធាតុភ្លើងបើសិនជាយើងចង់រកផ្ទះឬក៏រកទីតាំងការិយាល័យឲ្យត្រូវនឹងមុខរបរធាតុភ្លើងតើយើងគួរយកទីតាំងហ្នឹងបែរទៅទិសណាទី1គឺទិសខាងត្បូងទី2គឺទិសខាងកើតទី3គឺទិសខាងកើតជ្រៀងខាងត្បូងអាហ្នឹងគឺមុខរបរធាតុភ្លើងហើយក៏យើងអាចរកមុខរបរធាតុភ្លើងហ្នឹងបែរទៅទិសខាងលិចបានដែរមុនហ្នឹងខ្ញុំបាននិយាយថាមុខរបរធាតុឈើនិងភ្លើងរួចហើយអញ្ចឹងបន្ទាប់ទៀតគឺមុខរបរធាតុដីអញ្ចឹងបើសិនជាបងប្អូនកំពុងតែប្រកបមុខរបរធាតុដីអញ្ចឹងសួរថាតើទីតាំងការិយាល័យហ្នឹងគួរតែបែរទៅទិសខាងណាដើម្បីឲ្យមុខរបរធាតុដីរីកចម្រើនអញ្ចឹងទី1គឺបែរទៅទិសធាតុដីដែរគឺទិសជើងជ្រៀងកើតហើយនឹងទិសត្បូងជ្រៀងលិចនឹងទិសធាតុដីហើយចំណុចទី3គឺបែរទៅទិសខាងត្បូងហើយចំណុចទី4នោះគឺបែរទៅទិសខាងជើងនឹងជាទិសដែលអាចប្រកបមុខរបរធាតុដីបានហើយចំណែកមុខរបរធាតុមាសគឺយើងត្រូវយកទីតាំងហ្នឹងបែរទៅទិសខាងលិចទិសខាងលិចជ្រៀងខាងជើងទិសខាងកើតទិសខាងជើងជ្រៀងកើតនិងទិសត្បូងជ្រៀងលិចនឹងសម្រាប់ទីតាំងដែលបែរទៅដែលយើងអាចប្រកបមុខរបរធាតុមាសបានហើយនឹងចំណុចចុងក្រោយគឺទីតាំងសម្រាប់ប្រកបមុខរបរធាតុទឹកគឺទី1គឺបែរទៅទិសខាងជើងទី2គឺបែរទៅទិសខាងត្បូងទី3គឺបែរទៅទិសខាងលិចហើយនឹងចុងក្រោយគេគឺបែរទៅលិចជ្រៀងជើងចាអញ្ចឹងសម្រាប់មុខរបរទាំង5ធាតុនេះខ្ញុំបានបង្ហាញរួចហើយអញ្ចឹងអរគុណច្រើនសាកលវិទ្យាល័យហុងស៊ុយបណ្ដុះបណ្ដាលវិជ្ជាជីវៈហុងស៊ុយបែបវិទ្យាសាស្ត្រនិងធម្មជាតិ